តោះថ្ងៃនេះគឺខ្ញុំមានវីដេអូចែករំលែកមួយទាក់ទងទៅនឹងការបង្កើតទស្សនផ្អែមជាមួយខ្ញុំទាំងអស់គ្នានេះគឺជាសកម្មភាពក្នុងការបង្កើតពពុះទស្សនផ្អែមឬហៅមួយទៀតជាភាសាអង់គ្លេសថា Melon ជាមួយនឹងការបង្កើតនេះគឺយើងយកគេសញ្ញឈ្មោលមកផ្ដិតជាមួយនឹង stigma របស់គេសញ្ញនេះគឺក្តឹបរបស់ទស្សនផ្អែមរបស់យើងហើយបន្ទាប់ពីយើងធ្វើការបង្កើតរួចគឺយើងធ្វើការក្តិចត្រួយរបស់វាយើងទុកតែ2ស្លឹកប៉ុណ្ណោះសម្រាប់ផ្នែកទី1អីចឹងហើយចំពោះនេះដែរគឺយើងធ្វើការបង្កើតមកដើមហ្នឹងយើងអាចបង្កើតពី2ទៅ5ផ្នែកដើម្បីយើងពាក្យចុងក្រោយគឺយើងទុកតែមួយផ្លែទេអ្វីដែលសំខាន់គឺយើងជ្រើសរើសផ្លែដែលល្អហើយមានគុណភាពដែលវាធំធាត់ជាងប្រមាណផ្លែដែលយើងបង្កើតថាក្នុងមួយដើមហ្នឹងយើងបង្កើតទុកវិជា2ទៅ3ដើមនេះគឺធ្វើការបង្កើតដោយដៃយើងអត់បានយកពពួកសត្វល្អិតដូចជាឃ្មុំអីទេដើម្បីយកមកបង្កើតទេនេះគឺយើងធ្វើការបង្កើតថ្នមនេះគឺសកម្មភាពដែលពួកគាត់កំពុងធ្វើការបង្កើតគឺយើងធ្វើការបង្កើតគេសរឈ្មោល2ទៅ3ផ្កាទៅលើ stigma របស់វាទៅគឺវាឱកាសនៃការជាប់ផ្លែក៏មានច្រើនអូខេខ្ញុំផ្លេចរំលឹកអ្នកនរគ្នាចំពោះការបង្កើតនេះគឺយើងអាចធ្វើបាននៅពេលព្រឹកបានគឺនៅពេលដែលផ្កាគេសរឈ្មោលវាចាប់ផ្ដើមរីកនិងគេសរញីក៏វាចាប់ផ្ដើមរីកដែរហើយចំពោះគេសរឈ្មោលនេះគឺយើងធ្វើការជ្រើសផ្កាដែលវារីកនៅពេលព្រឹកគឺនៅចន្លោះម៉ោង7ដល់ម៉ោង11ព្រឹកគឺម៉ោងផ្កាឈ្មោលគឺវាមានប្រសិទ្ធភាពខ្ពស់ជាងនៅពេលរសៀលកាលណាទៅវាត្រូវកម្ដៅឬថ្ងៃខ្លាំងក៏វាអាចនឹងរួយលំអងរបស់វាដែរទោះបីយើងបង្កើតក៏ឱកាសនៃការជាប់ផ្លែក៏មានតិចដែរក្រោយពីយើងបង្កើតបានដូចជាមួយសប្តាហ៍អីយើងនិយាយទៅតែ3ថ្ងៃអីយើងដឹងថាវាជាប់ផ្លែមិនជាប់ផ្លែបើសិនជាផ្លែរបស់យើងមានគូតវាក្រហមហ្នឹងយើងអាចសម្គាល់ថាវាមិនជាប់ផ្លែទេហើយនិយាយទៅគឺការបង្កើតទស្សនហ្នឹងវាទាមទារការអត់ធ្មត់តិចដោយសារយើងដាំច្រើនហើយការបង្កើតក៏ច្រើនដើមនៅក្នុងមួយដើមយើងបង្កើត2ទៅ3ខ្នែងហើយពាក្យចុងក្រោយគឺយើងជម្រុះបាននៅសល់តែ1ផ្លែទេនិយាយយើងចង់ទុក2ផ្លែក៏បានប៉ុន្តែផ្លែវាអត់សូវធំបើសិនយើងទុក1ផ្លែទៅ1ផ្លែអាចមួយដើមហ្នឹងអាចបានជា1គីឡូកន្លះទៅ3គីឡូគឺវាធំមែនតើនិយាយទៅបើសិនជានៅយើងហ្នឹងមានការដាំសក់ផ្អែមដោយសារសក់ផ្អែមគឺវាមានតម្លៃថ្លៃបើសិនយើងធៀបនឹងការគេយកលក់នៅផ្សារទំនើបគឺ1គីឡូសិតតែ$10អីចឹងថ្លៃមែនតើហើយចំពោះពូជនេះគឺនាំចូលមកពីប្រទេសថៃហើយដាំមានច្រើនពូជដែរតែមានសម្បកគ្រើមនិងអាឡូងពណ៌សអីចឹងហើយនិយាយទៅចំពោះការបង្កាត់នេះគឺយើងធ្វើជារៀងរាល់ព្រឹកប្រហែលជាមួយសប្តាហ៍ជាងគឺការបង្កាត់របស់យើងគឺអស់អីចឹងបើសិនជាដើមខ្លះវាមានការលូតលាស់អត់ស្មើគ្នាបើសិនជាយើងមានវិជាចិញ្ចឹមឃ្មុំអីគឺងាយស្រួលមែនតើគឺយើងគ្រាន់តែបលេងនៅក្នុងផ្ទះសំណាញ់ទៅឲ្យវាជួយបង្កាត់ទៅយើងអត់សូវចំណាយកម្លាំងច្រើនបើយើងធ្វើការបង្កាត់ដោយខ្លួនឯងចឹងគឺយើងចំណាយកម្លាំងច្រើនមែនតើទាក់ទងនឹងការបង្កាត់ប៉ុន្តែយើងបង្កាត់ដោយខ្លួនឯងគឺវាមានប្រសិទ្ធភាពហ្មងគឺដឹងថាជាប់ផ្លែ 100% និយាយទៅវីដេអូរបស់ខ្ញុំគឺអត់មានអីច្រើនទេគឺមានតែប៉ុណ្ណឹងបើសិនជាបងប្អូនកសិករដែលចង់យល់ដឹងទាក់ទងនឹងការបង្កាត់ទស្សនផ្អែមអញ្ចឹងអាចឆាតឬក៏ comment នៅខាងក្រោមបាននេះគឺសកម្មភាពដែលសិស្សនិស្សិតទេដែលគាត់ធ្វើការបង្កាត់ដោយសារនេះគឺជាមុខវិជ្ជាដែលត្រូវបរៀនអីចឹង